បើសិនជាយើងមិនហ៊ានមាត់មិនហ៊ាននិយាយការពិតមិនហ៊ានប្រើប្រាស់សិទ្ធិដែលបានធានានៅក្នុងរដ្ឋធម្មនុញ្ញពេលហ្នឹងស្រុកយើងបែបម៉េចពេលហ្នឹងប្រឈមទៅនឹងអនិច្ចបងប្អូនចឹងយើងត្រូវរឹងមាំទាំងអស់គ្នាពីណាក៏ភ័យអ្នកណាក៏ខ្លាចដែរប៉ុន្តែសំខាន់យើងត្រូវមានការតាំងចិត្តហើយបើយើងតម្រុំទៅតាមការភ័យខ្លាចទៅតាមការគេបំផិតគេបំភ័យគេគំរាមគេសម្លុតពេលហ្នឹងយើងចប់ឥឡូវនេះយើងមើលឃើញដូចជាបញ្ញវន្តក្តីគ្រូបង្រៀនក្តីដល់ចំនួនតិចគាត់ឈឺចាប់ប៉ុន្តែគាត់អត់ហ៊ានចូលអានឹងដែលជាចំណោទបញ្ហាសម្រាប់សង្គមយើងចឹងសរុបមកវិញយើងត្រូវចូលរួមឲ្យយ៉ាងសកម្មថែមទៀត